ខ្ញុំនឹងនិយាយអំពីសុខភាពប្រចាំឆ្នាំសម្រាប់អ្នកជំងឺទឹកនោមផ្អែមមិនអីទេជាអ្នកជំងឺទឹកនោមផ្អែមដែលមានរយៈពេល10ឆ្នាំឬ15ឆ្នាំផងដែរពួកគេមិនបានដឹងពីសារៈសំខាន់នៃការត្រួតពិនិត្យប្រចាំឆ្នាំទេការធ្វើ test HB1 គឺសំខាន់ណាស់ដែលអ្នកត្រូវធ្វើរៀងរាល់3ខែម្ដងនិងពេលនិយាយអំពីបញ្ហាស្មុគស្មាញគឺការត្រួតពិនិត្យភ្នែករៀងរាល់ឆ្នាំម្ដងអ្នកត្រូវតែធ្វើការត្រួតពិនិត្យភ្នែកសម្រាប់ការត្រួតពិនិត្យបញ្ហាស្បែកភ្នែកនេះគឺសំខាន់ណាស់ព្រោះវាជាមូលហេតុធំមួយនៃការបាត់បង់ការមើលឃើញនៅក្នុងអ្នកជំងឺទឹកនោមផ្អែមទី2គឺការត្រួតពិនិត្យបេះដូងរបស់អ្នកការធ្វើ Echo និង treadmill រួមជាមួយនឹងការត្រួតពិនិត្យជាតិសរសៃឈាមរៀងរាល់ឆ្នាំម្ដងគឺចាំបាច់ដើម្បីការពារការធ្វើដាលីអ្នកត្រូវតែត្រួតពិនិត្យតម្រងនោមរបស់អ្នករៀងរាល់ឆ្នាំម្ដងនេះរួមមានការត្រួតពិនិត្យ urea creatinine និង urine microalbumin រួមជាមួយនឹងការធ្វើ ultrasound ត្រង់ពោះប្រសិនបើអ្នករកឃើញការផ្លាស់ប្ដូរណាមួយជាមួយបញ្ហាតម្រងនោមរបស់អ្នកដូចជាការកើនឡើងនៃ urine microalbumin យើងអាចព្យាបាលនៅដំណាក់កាលនោះនិងគ្រប់គ្រងស្ថានភាពតម្រងនោមរបស់អ្នកដើម្បីការពារអ្នកពីការធ្វើដាលីចុងក្រោយប៉ុន្តែមិនតិចសារៈសំខាន់អ្នកត្រូវមើលថែជើងរបស់អ្នកនៅពេលដែលមកដល់ការត្រួតពិនិត្យជើងវារួមមានការផ្គត់ផ្គង់ឈាមទៅជើងរបស់អ្នកនិងការផ្គត់ផ្គង់សរសៃប្រសាទទៅជើងរបស់អ្នកផងដែរដូច្នេះវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការមើលថែស្ថានភាពជំងឺទឹកនោមផ្អែមរបស់អ្នកដោយវិធីសាស្ត្រត្រឹមត្រូវរួមជាមួយនឹងការធ្វើ test scan ទាំងអស់ដើម្បីឲ្យអ្នកអាចជៀសវាងបញ្ហាស្មុគស្មាញមិនឲ្យកើតឡើង